បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលនិយមតាមដានវីដេអូខ្ញុំបាទហើយខ្ញុំមានវីដេអូមួយដែលខ្ញុំបានថតកាលពីខ្ញុំធ្វើដំណើរទៅស្រុកកំណើតកន្លងទៅនេះហើយនេះជាទស្សនវិជ្ជាចំការអំពៅដែលមានទីតាំងស្ថិតនៅក្នុងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺហើយតំបន់នេះពីមុនឡើយគឺពោពេញទៅដោយព្រៃឈើដ៏ធំល្វឹងល្វើយមានសម្រស់ពណ៌បៃតងមានពាន់ទៅដោយភ្នំតែបច្ចុប្បន្ននេះគឺត្រូវបានវិនិយោគចាប់តាំងពីឆ្នាំ2010ដោយក្រុមហ៊ុនចិនហើយបច្ចុប្បន្នត្រូវបានក្រុមហ៊ុនដកញ៉ាក្នុងស្រុកម្នាក់គាត់បានទិញយកបន្តកាលពីដើមឡើយចំការអំពៅទាំងអស់នេះគឺគេដាំពោតហើយបច្ចុប្បន្នគេបដូរមកធ្វើការដាំអំពៅវិញបាទតែយ៉ាងណាក៏ដោយក៏យើងនឹកឃើញអតីតកាលដ៏ស្រស់បំព្រងនៃធម្មជាតិរបស់យើងដែលត្រូវបានឈូសឆាយដុតបំផ្លាញចោលប៉ុន្តែពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃនៃការអភិវឌ្ឍរបស់ប្រទេសជាតិមួយក៏យើងមិនអាចរក្សានៅបន្តនៅធម្មជាតិទាំងអស់នោះបានទេគឺត្រូវមានការអភិវឌ្ឍហើយមានការឈូសឆាយដើមឈើទាំងអស់នោះដើម្បីធ្វើការអភិវឌ្ឍដាំជាឧស្សាហកម្មកសិកម្មបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាគុណមើលទៅជុំវិញគឺពាន់ទៅដោយភ្នំធម្មជាតិដ៏ស្រស់ស្អាតហើយយើងមើលទៅសងខាងក៏វាល្វឹងល្វើយបាទណាដែលមានតែដំណាំអំពៅតែប៉ុណ្ណោះដែលត្រូវបានតាមហើយហ្នឹងហើយពុកម៉ែបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូហ្នឹងហើយអរគុណសម្រាប់ការតាមដានយកចិត្តទុកដាក់ពីដើមដល់ចប់បាទអរគុណច្រើន